កាហ្វេខ្មៅមួយកែវមួយពេងមានផលប៉ះពាល់ដល់សុខភាពដែរឬទេយោងទៅតាម FDA របស់សហរដ្ឋអាមេរិកគឺគេណែនាំឲ្យយើងទទួលទាននៅសារធាតុកាហ្វេអ៊ីនក្នុងមួយថ្ងៃបានរហូតដល់400មីលីក្រាមសម្រាប់អ្នកដែលគាត់ធម្មតាអត់មានបំបៅកូនដោយទឹកដោះអត់មានទម្ងន់ឬក៏ត្រៀមយកកូនគាត់អាចញ៉ាំបានដល់ប៉ុណ្ណឹង400មីលីក្រាមនេះបើគិតទៅវាអាចស្មើនឹង4កែវ4ពេងអីចឹងទៅចាហើយសម្រាប់អ្នកដែលគាត់មានទម្ងន់ឬក៏ត្រៀមយកកូនបំបៅកូនដោយទឹកដោះគឺកុំឲ្យលើសពី200មីលីក្រាមឬក៏អាចតិចជាង200មីលីក្រាមក្នុងមួយថ្ងៃបើគិតទៅ2ពេងចំពោះការញ៉ាំមួយថ្ងៃមួយពេងនេះគឺវាមិនមានបញ្ហាអីទេលើកលែងតែបងប្អូនញ៉ាំលើសពីការណែនាំអាចនិយាយថាលើសពី400មីលីក្រាមនៅក្នុងមួយថ្ងៃហើយចំពោះសារធាតុកាហ្វេអ៊ីននេះដែរគឺមិនមែនមានតែនៅក្នុងកាហ្វេទេគឺវាអាចមាននៅក្នុងតែវាអាចមាននៅក្នុងកាកាវនិងផលិតផលផ្សេងៗដូចជាភេសជ្ជៈបើកម្លាំងអីក៏មានដូចគ្នាដែរនៅសារធាតុកាហ្វេអ៊ីនហ្នឹងណាបើបងប្អូនទទួលទានត្រូវតែប្រយ័ត្នដូចគ្នាព្រោះអីពេលដែលយើងញ៉ាំទៅព្រោះយើងនឹងអត់ល្ងុយគេងហើយនិយាយរឿងអត់ល្ងុយគេងនេះគឺតាក់ទងជាមួយនឹងប្រព័ន្ធប្រសាទនឹងតែម្ដងចាប្រព័ន្ធប្រសាទកណ្ដាលរបស់យើងហ្នឹងណាព្រោះសារធាតុកាហ្វេអ៊ីនវាជួយទៅ block receptor នៃភ្នាក់ងារចម្លងប្រព័ន្ធប្រសាទកណ្ដាលហ្នឹងដែលគេហៅថា adenosine ហ្នឹងនៅពេលណាដែលវាកើនឡើងខ្ពស់គឺវា